YouTuber ម្នាក់នេះព្រោះតែចង់ល្បីខ្លាំងពេកហ៊ានទៅកោះមនុស្សព្រៃដែលគេហាមឃាត់សំណាងអមមិនស្លាប់ប៉ុន្តែជាប់គុកសម័យនេះមនុស្សយើងមួយចំនួនគ្រាន់តែដើម្បី view ដើម្បី like ដើម្បី follow អ្វីក៏ហ៊ានធ្វើដែរមិនថាជារឿងខុសច្បាប់ឬក៏ជារឿងវត្ថុជីវិតនោះទេឲ្យតែបានល្បីអ្វីក៏ហ៊ានធ្វើដែរមាន YouTuber ម្នាក់ព្រោះតែចង់ឲ្យវីដេអូរបស់ខ្លួនផ្ទុះល្បីក៏សម្រេចចិត្តធ្វើរឿងដ៏គ្រោះថ្នាក់បំផុតមួយគឺការលួចចូលទៅកាន់កោះ North Sentinel ដែលជាកោះគ្រប់គ្រងដោយកុលសម្ព័ន្ធដ៏កាច់សាហាវមួយកោះនេះត្រូវបានហាមឃាត់មិនឲ្យមនុស្សខាងក្រៅទៅជន់ឡើយព្រោះកុលសម្ព័ន្ធនៅទីនោះនឹងសម្លាប់រាល់អ្នកដែលហ៊ានជិះទៅជិតកោះនោះ YouTuber រូបនេះបានហត់ចេញពីអាមេរិកទៅកាន់ប្រទេសឥណ្ឌាដើម្បីលួចជិះទូទៅកាត់កោះនេះតែម្នាក់ឯងប៉ុន្តែមិនទាន់ទាំងបានចេញផុតពីមាត់ឆ្នេរផងបុគ្គលិកស្ថានភាពដែលរូបគេស្នាក់នៅនោះបានរត់មកឃាត់និងគម្រាមចាប់ដាក់គុកទើប YouTuber រូបនេះបោះខំចិត្តត្រឡប់ទៅកាន់អាមេរិកវិញទាំងមិនអស់ចិត្តដោយមិនទាន់អស់ចិត្តកាលពីលើកទី1 YouTuber រូបនេះក៏បានហត់ទៅកាន់ប្រទេសឥណ្ឌាសារជាថ្មីម្ដងទៀតនៅពេលទៅដល់រូបគេបានព្យាយាមលួចទៅកាន់កោះនោះនៅពេលយប់ម្ដងទាំងគ្រោះថ្នាក់ដោយគ្រាន់តែចង់បាន view ប៉ុណ្ណោះលើកនេះគាត់លួចទៅមាត់ឆ្នេរនៅម៉ោង1យប់រួចជិះទូកម៉ាស៊ីនសម្ដៅទៅកាន់កោះនោះតែម្នាក់ឯងជាមួយកាមេរ៉ាមួយនិងទឹកកូកាមួយកំប៉ុងប៉ុណ្ណោះគាត់បានបើកទូកតែម្នាក់ឯងអស់រយៈពេលជា9ម៉ោងហើយថែមទាំងថតវីដេអូជាប់រហូតតែជាសំណាងល្អគាត់បានទៅដល់មាត់កោះនោះនៅពេលកាន់តែជិតដល់គាត់ចាប់ផ្ដើមភ័យខ្លាចព្រោះគាត់បានឃើញកន្លែងដែលអ្នកចុងក្រោយត្រូវបានគេបាច់សម្លាប់ YouTuber រូបនេះបានផ្លុំកញ្ចែដើម្បីហៅពួកគាត់សម្ព័ន្ធប៉ុន្តែមិនឃើញអ្វីទាល់តែសោះហើយគាត់បន្តផ្លុំរហូតទាស់ទូកប៉ះសាច់មាត់កោះក៏នៅតែមិនឃើញមនុស្សចេញមកតាមពិតទៅដំបូងឡើយ YouTuber រូបនេះគ្រាន់តែចង់ថតរូបពួកគេរួចចេញឲ្យបានលឿនបំផុតមុនពួកគេចាប់ខ្លួនប៉ុណ្ណោះប៉ុន្តែគាត់បារម្ភថាបើគ្មានរូបភាពច្បាស់ទេនឹងគ្មានអ្នកណាជឿឡើយដូច្នេះគាត់ក៏ដាច់ចិត្តចុះពីលើទូកដើរលើស្នេហ៍សាច់ដែលនៅចម្ងាយតែប្រមាណម៉ែត្រពីកន្លែងដែល YouTuber ម្នាក់ទៀតត្រូវបានគេបាញ់ស្លាប់ប៉ុណ្ណោះគាត់បានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យពួកគេចាប់អារម្មណ៍ប៉ុន្តែជុំវិញខ្លួនមានតែភាពស្ងាត់ជ្រងំដែលធ្វើឲ្យគាត់កាន់តែភ័យខ្លាចទោះមើលមិនឃើញក្រុមកុលសម្ព័ន្ធប៉ុន្តែពួកគេកំពុងពន្ធក្នុងព្រៃហើយអាចបាញ់សម្លាប់គាត់នៅពេលណាក៏បានតែដោយសារតែភ័យខ្លាចខ្លាំងពេកនិងមិនឃើញមនុស្សចេញមកគាត់ក៏សម្រេចចិត្តវិលត្រឡប់មកស្ថានភាពវិញដោយទូកកំពុងកកាចោលនៅលើស្នេហ៍ជាអនុស្សាវរីយ៍តែអ្នកស្នេហ៍ដឹងអត់ថាគ្រាន់តែវិលត្រឡប់មកដល់ច្រាំងវិញប៉ូលីសឥណ្ឌាគឺបានរងចាំចាប់ខ្លួន YouTuber រូបនេះរួចជាស្រេចសំណាងឲ្យអត់ស្លាប់គ្រាន់តែជាប់គុកនោះ